ចាជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនឹងមកប្រាប់វិធីធ្វើត្រីប្រាហើមឆាជូរអែមចៀនជូរអែមហ្នឹងបងប្អូនចាឬយើងអាចហៅមួយមុខទៀតថាថៃសំយ៉ងដែលពាក្យទូទៅដែលយើងតែងតែហៅអញ្ចឹងណាបងប្អូននិយាយរួមទៅម្ហូបមួយមុខនេះងាយឯងហើយគ្រឿងផ្សំក៏ងាយដែរហើយមួយវិញទៀតគឺឆ្ងាញ់ជាងយើងយកទៅអាំងយកទៅចៀនអញ្ចឹងដូចនេះកុំឲ្យបងប្អូនចាំយូរយើងទៅមើលរបៀបធ្វើទាំងអស់គ្នាឥឡូវយើងមកមើលគ្រឿងផ្សំមានដូចជាខ្ទឹមក្រហមយើងចូលចិត្តដាក់រាងឆនទៅហើយនេះគឺជាត្រីប្រាហើមរបស់យើងណាយើងយកទៅលាងទឹកត្រាំទឹកវាហើយយកទៅសម្ងួតឲ្យវារាងស្រស់ទឹកសិនណាហើយអានេះគឺជាផ្នែកគ្រឿងអំពិលទុំដែលយើងយកមកត្រាំទឹកយកមកជ្រុំយកតែជាតិទឹកហ្នឹងហើយយើងយកគ្រាប់យកឲ្យវាចេញអញ្ចឹងទៅហើយបន្ទាប់មកទៀតនេះយើងចាប់ផ្ដើមដាក់ប្រេងឆាឬក៏ខ្លាញ់នៅក្នុងខ្ទះមួយអញ្ចឹងឲ្យវារាងក្តៅអញ្ចឹងទៅហើយការប្រើភ្លើងគឺប្រើភ្លើងតិចល្មមកុំបើកខ្លាំងពេកបើកខ្លាំងពេកវាធ្វើឲ្យខ្លោចត្រីយើងអត់ស្រួយឆ្ងាញ់ទេហើយនៅពេលដែលយើងកំពុងចៀនហ្នឹងមើលរៀងក្រៀមតិចយើងអាចប្រេទៅប្រេមកដើម្បីឲ្យត្រីរបស់យើងឆ្អិនបានល្អហើយនឹងស្រួយឆ្ងាញ់ណាបងប្អូនបន្ទាប់ពីយើងចៀនត្រីរួចរាល់ហើយយើងទុកមួយឡែកសិនឥឡូវយើងយកចាប់ផ្ដើមមកធ្វើគ្រឿងបន្តទៀតដោយយើងខ្ញុំប្រើខ្ទះហើយនឹងប្រេងឆាបន្តិចដាក់ជាមួយនឹងខ្ទឹមក្រហមរំលីងវាឲ្យវាឡើងឈ្ងុយសិនណាហើយនៅពេលដែលខ្ទឹមរបស់យើងឡើងឈ្ងុយហើយនាងខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹងស្ករត្នោតការដាក់ស្ករត្នោតហ្នឹងក៏នាងខ្ញុំរៀងរំលីងវាឡើងឈ្ងុយហើយឡើងក្រហមសិនដែរហើយសម្រាប់ស្ករគឺនាងខ្ញុំប្រើរៀងច្រើនបន្តិចទេបងប្អូនចាដោយសារត្រីប្រាហើមរបស់យើងហ្នឹងរៀងប្រៃដែរហើយការប្រើស្ករទៅតាមត្រីយើងដាក់តិចឬក៏ដាក់ច្រើនអញ្ចឹងណាបន្ទាប់មកនាងខ្ញុំមានប្រើប៊ីចេងបន្តិចបើបងប្អូនអត់ញ៉ាំប៊ីចេងយើងបាច់ដាក់ក៏បានដែរហើយនាងខ្ញុំមានប្រើជាមួយនឹងទឹកអំពិលទុំការប្រើទឹកអំពិលទុំដូចគ្នាបងប្អូនប្រើត្រីប្រាហើមចៀនរៀងច្រើនយើងប្រើបរិមាណច្រើនទៅតាមការចូលចិត្តរបស់បងប្អូនសម្រាប់ម្ទេសវិញបងប្អូនចូលចិត្តហើយយើងដាក់រៀងច្រើនអញ្ចឹងទៅអត់សូវចូលចិត្តយើងដាក់តែបន្តិចបានហើយនៅពេលដែលរួចរាល់ហើយយើងចាប់ផ្ដើមចាក់ត្រីរបស់យើងចូលតែម្ដងហើយយើងកូរច្របល់ដើម្បីឲ្យគ្រឿងគ្រើជាមួយនឹងត្រីវាចូលសព្វគ្នាបានល្អចាបងប្អូនកូរទៅកូរមកអញ្ចឹងទៅគឺរួចរាល់ជាការស្រេចតែម្ដងសម្រាប់វិធីធ្វើវិញគឺងាយដូចបងប្អូនបានមើលពីខាងមុខអញ្ចឹងគឺគ្រឿងផ្សំក៏តិចការធ្វើក៏វាលឿនដែរសម្រាប់ពុកម្ហូបមួយមុខនេះបងប្អូនញ៉ាំជាមួយបាយក្តៅក៏បានបាយកកក៏បានបបរសក៏បានគឺត្រូវដូចគ្នាតែម្ដងហើយញ៉ាំតលិតដែរអញ្ចឹងរសជាតិគឺឆ្ងាញ់ជាងបងប្អូនយកទៅអាំងយកទៅចៀនទៅទៀតអញ្ចឹងសម្រាប់បងប្អូនដែលចូលចិត្តរបៀបលក្ខណៈញ៉ាំត្រីប្រាហើមបងប្អូនអាចសាកមកធ្វើវិធីនេះសាកល្បងធ្វើវិធីនេះបានរសជាតិគឺឆ្ងាញ់ប្លែកតែម្ដងហើយប្រសិនជាបងប្អូនមានចម្ងល់អាច comment នៅខាងក្រោមវីដេអូរបស់នាងខ្ញុំបានប៉ុន្តែកុំភ្លេចជួយ subscribe channel របស់ខ្ញុំម្នាក់មួយផងដើម្បីបងប្អូនទាំងអស់គ្នាទទួលបានវីដេអូថ្មីៗបន្តទៀតក្នុងការធ្វើម្ហូបធ្វើបង្អែមនិងមានមុខវិជ្ជាផ្សេងទៀតចឹងណាបងប្អូនចាសូមអរគុណសូមជម្រាបលាបាយបាយ